ในកម្ពុជានេះគឺច្បាប់ព្រំទាត់បានចែងច្បាស់ណាស់កំហុសដែលប្រតិនៅលើសារព័ត៌មានត្រូវយកច្បាប់សារព័ត៌មានជាគោលហើយបើជាប់សារព័ត៌មានជាគោលគឺនៅក្នុងច្បាប់ស្តីពីរបបសារព័ត៌មានអត់មានចេញពីរឿងគុកទេបាទឯកឧត្តមអញ្ចឹងមានន័យថាឯកឧត្តមបើសិនបើយើងឃើញព័ត៌មានមួយផុសនៅលើ Facebook យើងត្រូវពិចារណាសិនមុននឹងយើងផ្សព្វផ្សាយបន្តជាមួយ share បន្តបើសិនបើយើង share បន្តនឹងមិនបានពិចារណាបើសិនបើព័ត៌មាននឹងមិនពិតឬមួយក៏ខ្លាំងបន្លំយើងអ្នក share នឹងអាចមានបញ្ហាដែរឯកឧត្តមភាគច្រើនយើងមិនអាចទៅឲ្យទៅដល់អ្នក share ទេយើងឲ្យអ្នកបំផុសជាងមិនដូចនៅប្រទេសថៃនៅទេអីគឺអ្នក share គាត់ចុច like ក៏មានទោសណាណាប៉ុន្តែនៅកម្ពុជាយើងអត់ដល់ប៉ុណ្្នឹងទេយើងយកតែប្រភពពេលអ្នកដែលបង្កប្រភពច្រើនជាងពីព្រោះអ្នកយើងនិយាយរួមគឺប៉ុន្តែបើយើងជាអ្នកវិជ្ជាជីវៈយើង share អានោះក៏អាចគេអាចពិនិត្យមើលតាមហ្នឹងដែរប្រហែលយើងអ្នកកសែតយើង share អ្នកកសែតយើងដឹងច្បាប់ប៉ុន្តែណាយើងទីផ្សាយពីអីមួយយើងត្រូវរកប្រភពសិនប្រភពហ្នឹងគឺទុកចិត្តទេហើយយើងត្រូវផ្ទៀងផ្ទាត់ជាមួយនឹងប្រភពណាមួយទៀតណាទី3ដែរបានយើងអាចបានហើយឥឡូវនេះយើងសូម្បីតែរូបថតនៅលើ Facebook លើក្តីយើងមាន apps គឺកម្មវិធីដែលយើងចុចទៅ easy through យើងចុចទៅយើងអាចឲ្យមើលថារូបថតហ្នឹងឧមាថាដូចពីថ្ងៃមុនមានដាក់រូបថតអ្នកសុំទានអ្នកចាំសុំជំនួយរាប់ពាន់អ្នកនៅភូមិប៉ុន្តែគេបានយកមកដាក់រូបថាជាអ្នកសុំទាននៅស្រុកខ្មែរឃើញពេញតាមផ្លូវរបស់ខ្ញុំហ្នឹងយើងក៏ចុចនៅលើផ្ទៀងនេះអាចដឹងបានថារូបហ្នឹងពិតគឺក្នុង Google ក្នុងអីគេឆែករកភ្លាមហើយយើងអាចរកឃើញថារូបថតហ្នឹងវានៅស្រុកខ្មែរឬមិនមែនទេឬបានផ្សាយនៅណាគឺយើងអាចរកបានអញ្ចឹងវាយើងការភារកិច្ចរបស់យើងពិតមែនថាយើងថាកសែតព័ត៌មានអស់វាត្រូវការពេលវេលាប្រញាប់ទៅដោយគឺការភារកិច្ចការឆែករកប្រភពគឺជាកតបកិច្ចហើយជាយើងហៅថាជាឆ្នាំងបាយគឺក៏ជាមេរៀនដំបូងទីរបស់អ្នកសារព័ត៌មានកាលណាអ្នកណាបង្កើតសមាគមកសែតដំបូងផុតត្រូវមានក្រមសីលធម៌បានន័យថាពួកយើងឯងធ្វើអីហើយក្រមសីលធម៌ហ្នឹងគឺមិនមែនចេះបង្កើតទៅទេបានទេគឺយើងយកតាមក្រមសីលធម៌ដែលយើងជាទទួលស្គាល់ជាអន្តរជាតិបាទអញ្ចឹងវាច្រើនយើងមើលក្រមសីលធម៌មកកោគ្នាអញ្ចឹងបានមានអ្នកខ្លះគាត់សុំបង្កើតសមាគមអ្នកកសែតប៉ុន្តែគាត់អត់ព្រមដាក់ក្រមសីលធម៌ប្រកបមិនដាក់ក្រមសីលធម៌យើងអាចទទួលបានមិនអាចទទួលស្គាល់បានពីព្រោះនេះជាកម្មណាពីបើថាក្រុមរបស់យើងជាអ្នកកសែតអីយើងត្រូវមានវិន័យរបស់យើងមួយហ្នឹងអានោះគឺជាការងារចាំបាច់អញ្ចឹងក្រមសីលធម៌ហ្នឹងវាមិនមានលក្ខណៈច្បាប់ទេប៉ុន្តែជាវិន័យមួយរបស់ក្រុមមួយដែលបានកំណត់ថាយើងធ្វើនេះធ្វើនោះខ្ញុំយកទីហោកន្លងមកចោះក្នុងឆ្នាំប្រវងឆ្នាំការបោះឆ្នោតអន្តរហើយរហូតដល់ឆ្នាំជិត2000យើងឃើញអ្នកកសែតខ្មែរចូលចិត្តថតរូបណាស់ម៉ូតូបុកគ្នាស្លាប់អីខ្មោចអីចង្ងាងអីហ្នឹងគឺនៅពណ៌មុខមិនតាក់ទាញមនុស្សហើយទោះយើងក៏មានទៅពីនៃច្រើនយើងគាត់ទៅសុំពៀវនីវយើងសុំកំឲ្យដាក់ដល់ថ្ងៃមួយគឺយើងឃើញថាសមាគមសម័យប្រជុំនិពន្ធនយោបាយកសែតហ្នឹងគេបាននិយាយគ្នាស្ងាត់គេអត់ប្រកាសទេនិយាយគ្នាស្ងាត់ថាឥឡូវយើងល្មមហើយសម័យនេះយើងជាអ្នកកសែតយើងមានក្រមសីលធម៌របស់យើងបានកំណត់អញ្ចឹងយើងទាំងអស់គ្នាកុំដាក់រូបជនរងគ្រោះរូបខ្មោចរូបសាកសពអីនឹងទៅពណ៌មុខបាទហើយយើងឃើញតែម្ដងលើបាត់គេអត់ចេញផ្នែកកាយគេប្រជុំគ្នាគេស្ងាត់គ្នាគេទៅហើយកម្មសត្វធម៌របស់គេអញ្ចឹងគេមិនចាំបាច់ដុល្លារមិនបាច់ទូនស្គរទេគេគេប្រជុំគ្នាចេញគេសម្រេចហើយឥឡូវនេះយើងឃើញទាំងអស់គ្នាបានឃើញថាយើងអត់មានឃើញរូបសាហាវខោខើកាត់ចាក់ខ្មោចអីនៅលើទំព័រមុខទៀតទេនេះជាលក្ខណៈមួយដែលពិសេសប៉ុន្តែឥឡូវនេះយើងនៅឃើញក្នុង Facebook យើងទូ Facebook យើងឃើញគេហទំព័រខ្លះនៅដាក់ជាញ្ញាងតែប៉ុន្តែនោះគឺគាត់មិនមាននៅក្នុងកម្មសីលធម៌ណាប៉ុន្តែបើគាត់គិតថាគាត់ជាចាត់តែចង់ដឹងគាត់ចង់ចាត់ទុកខ្លួនគាត់ជាអ្នកវិជ្ជាជីវៈគាត់ត្រូវដឹងខ្លួនថាគាត់ធ្វើខុសអ្នកស្រីសុកនេះអាចមានសំណួរថែមទៀតដើម្បីបញ្ចប់ចានេះខ្ញុំចុងក្រោយសូមអនុសាសន៍ឯកឧត្តមតាក់ទងទៅនឹងដូចមានប្រសាសន៍មុននេះអញ្ចឹងតាក់ទងទៅនឹងសិទ្ធិទទួលព័ត៌មានអីហើយពីដើមឡើយគឺយើងនិយាយតាក់ទងទៅនឹង fake news ឯកឧត្តមចាអញ្ចឹងតើប្រជាពលរដ្ឋយើងលោកធ្វើមិនទៅព្រោះពេលខ្លះលោកក៏មិនមានចេតនាចង់បន្តព័ត៌មានមិនពិតនឹងទៅដល់ផ្សព្វផ្សាយបន្តអីរបស់លោកដែរប៉ុន្តែដោយសារលោកអត់ច្បាស់រឿងហ្នឹងចាអញ្ចឹងចេះតែបន្តទៅអញ្ចឹងមកយើង
យើងអត់មានយកទោសអ្នកផ្សាយបន្តទេ ចា៎ ប៉ុន្តែបើគាត់ព្រីងចេញហើយយកទៅចែកគេហ្នឹងក៏ខុស បើគាត់ like គាត់ share ក្នុងលើ Facebook ហ្នឹងក៏អត់ខុសប៉ុន្តែបើគាត់ print ចេញមកជាกระดาษហើយយកទៅចែកគេហ្នឹងគាត់ខុសហ្នឹងចា៎មិញនេះខ្ញុំរៀងស្ទាក់ស្ទើរតិចអាដាមព្រោះថាបើសិនជាអ្នកកាសែតលោក share ទៅលោកអាចមានចេតនាថាផ្ដល់ព័ត៌មានមិនពិតបើជាពលរដ្ឋធម្មតាដូចជាមិនអីទេចុះបើអ្នកកាសែត share ប៉ុន្តែគាត់ share ក្នុងនាមជាឯកជនរបស់គាត់ទេដោយអាហ្នឹងយើងគាត់បើគាត់ share គាត់បើគាត់ share អញ្ចឹងបាននិយាយថាតើការគាត់ share ហ្នឹងវាប៉ះពាល់ផលប្រយោជន៍ភាគីទី3ទេបាទក្នុងកម្រិតប៉ុន្តែធម្មតាបើប្តឹងគេត្រូវប្តឹងអ្នកប្រភពដើមហ្នឹងបើរកប្រភពដើមមិនបានគេប្តឹងអ្នក share អូចា៎បាទអញ្ចឹង